Ok, chắc dương là lớn ní dương châu đã đo cho nó tí bay đầm đó cứ tẹt tên từ nâng cầm nút sân nhà chả ra trò mà chẳng cầm nút sân nhà chả ra chó nhưng mà chỉ đẹp chun cái lòng nói trong kênh bông bông dương tay để chua cái đi thì người ta mình đại dừng cung mấy xinh xí cứ nhưng mà tô quạt ha ôi quạt sẽ đây ôi con bay sẽ đây ôi mà tô thì con bay sẽ đây ôi lan lan sẽ đây ôi con bay chẳng từ còn tái nhưng bắt đầu từ lừa mà tô hay nâng con bay tịch lại nè và chẳng xong mà rap một tố hay nâng con bấy bà rư co đồng một không ai dương ở đó cứ khi còn lớn tại mùi thì bà còn lớn tại phơi đồng nắng cứ tại mùi luôn cái này thì sầm khán thà tao bong bông dư nữa dục vô cái trong cầm rạch nè mà chỉ bị xét nó pe lùm lờ và lùm láng cứ chỉ pe bị liềm mũiได้สำคัญបំផុតបាទសម្រាប់ទាំងបងប្អូនយើងជាមន្ត្រីរាជការជាបុគ្គលិកក្រុមហ៊ុនឯកជនឬក៏ជាសិស្សនិស្សិតបាទហើយហ្នឹងទាំងអស់គ្នាហ្នឹងគឺបញ្ញាប់ទៅទៅរៀនទៅសូត្រទៅបំពេញការងារអញ្ចឹងបងប្អូនយើងដែលជាអ្នកបើកកង់3អញ្ចឹងបើសិនជាបងឃើញនៅខាងមុខសាលាទេបងកុំទៅបិទផ្លូវសម្រាប់ឲ្យម៉ូតូមកពីខាងក្រោយបងអាចងាកចូលមកផ្លូវខាងឡានបន្តិចដើម្បីទុកប្រឡោះមួយឲ្យគេម៉ូតូគាត់អាចធ្វើដំណើរបានអញ្ចឹងទៅព្រោះកាលបងតែម្នាក់ឯងបងកការកស្ទះទៅគេនៅខាងក្រោយនៅ20 10 20ម៉ូតូអញ្ចឹងណាបាទអញ្ចឹងតតែមានការយោគយល់គ្នាអញ្ចឹងមិនយើងអាចកែលម្អចរាចរណ៍នៅក្នុងប្រទេសរបស់យើងបានអញ្ចឹងណាបាទនេះតកតងទៅនឹងកន្លើងខ្ញុំចែកជូនខ្លះប៉ុណ្ណឹងបន្តទៅទៀតកន្លើងហ្នឹងគឺយើងធ្វើការបែងចែកបាទកន្លើងអញ្ចឹងវាមានខ្សែបាទអញ្ចឹងគេមានខ្សែបែងចែកកន្លើងហ្នឹងគឺបាទឥឡូវដូចជាខ្សែពណ៌លឿងជាប់បាទអញ្ចឹងកាលណាពណ៌លឿងជាប់បានន័យថាបងប្អូនយើងអត់អាចផ្លាស់ប្ដូរពីកន្លើងមួយទៅកន្លើងមួយទៀតបានទេបាទឬក៏បងប្អូនយើងចង់វ៉ាចង់ចែងអីក៏អត់បានដែរកន្លែងហ្នឹងអញ្ចឹងណាបាទអូខេប៉ុន្តែបើសិនជាកន្លើងកន្លែងហ្នឹងគឺជាកន្លើងដាច់អញ្ចឹងបងប្អូនយើងអាចធ្វើការផ្លាស់ប្ដូរកន្លើងបានទេយើងអាចវ៉ាចែងគេបានបាទអញ្ចឹងកន្លែងហ្នឹងកាលណាយើងយល់ច្បាស់អញ្ចឹងណាវាងាយស្រួលអញ្ចឹងនៅពេលដែលវាមានបញ្ហាអីចរាចរណ៍កើតឡើងយើងដឹងកាលណាយើងចេះច្បាប់ចរាចរណ៍យើងពេលដឹងតែខ្លួនឯងខុសយើងត្រូវតែសម្របសម្រួលកុំឲ្យមានបញ្ហាអីកើតឡើងទាំងអស់អញ្ចឹងណាបាទហើយដល់ពេលយើងត្រូវក៏យើងដឹងថាយើងជាអ្នកត្រូវអញ្ចឹងអ្នកដែលគេមកនិយាយខុសក៏យើងអត់តបតទៅវិញដែរបើសិនដោះស្រាយនេះអត់បានយើងមានតែរងចាំការសមត្ថកិច្ចគាត់មកដោះស្រាយដោយសារយើងយល់ច្បាស់ពីច្បាប់ចរាចរណ៍បានន័យទាំងការប្រើប្រាស់ភ្លើងខ្លាគំនូសអីចឹងទៅអញ្ចឹងណាបាទហើយបើសិនជាគំនូសហ្នឹងអូខេជាប់គេមានពណ៌លឿងជាប់មួយដាច់មួយអញ្ចឹងអ្នកដែលធ្វើដំណើរនៅខាងខ្សែលឿងជាប់ហ្នឹងគឺអត់អាចធ្វើការវ៉ាចែងបានទេឬក៏ផ្លាស់ប្ដូរកន្លើងបានទេតែសម្រាប់អ្នកនៅខាងដាច់វិញបាទខាងគំនូសដាច់ហ្នឹងបងប្អូនយើងអាចធ្វើការផ្លាស់ប្ដូរកន្លើងបានហើយអាចវ៉ាចែងបានបាទអញ្ចឹងខ្ញុំជម្រាបជូនថារាល់ការវ៉ាចែងឬក៏ផ្លាស់ប្ដូរកន្លើងអីក៏ដោយបងប្អូនយើងត្រូវមើលខាងមុខមើលខាងក្រោយកុំឲ្យតែយើងពេលដែលយើងផ្លាស់ប្ដូរកន្លើងឬយើងវ៉ាចែងហ្នឹងយើងបង្កទៅជាមានគ្រោះថ្នាក់កាលណាបង្កមានគ្រោះថ្នាក់យើងគឺជាអ្នកខុសអញ្ចឹងឡើយហ្នឹងខ្ញុំបញ្ជាក់ជូនបាទបន្ថែមណាបាទចំណុចទៀតបាទចំណុចតទៅទៀតគឺបាទខ្ញុំយកត្រួសមកទេនៅក្នុងហ្នឹងគឺតកតទៅនឹងគំនូសព្រួញបាទនៅលើទ្រុងផ្លូវហ្នឹងដែលគេបែងចែកកន្លើងមួយហ្នឹងបាទតកតទៅនឹងគំនូសសញ្ញាព្រួញនៅលើទ្រុងផ្លូវដើម្បីនៅក្នុងការបែងចែកកន្លើងផ្លូវហ្នឹងក៏បងប្អូនយើងទម្លាប់រៀនទៅមិនឲ្យចូលទៅតាមព្រួញអូខេព្រួញសញ្ញាហ្នឹងឲ្យបានត្រឹមត្រូវទៅបានន័យថាបើសិនបងប្អូនយើងទៅត្រង់យើងចូលមកច្រកណាដែលមានផ្លាកសញ្ញាត្រង់អញ្ចឹងទៅបើសិនជាសញ្ញាណាត្រូវបត់ស្ដាំអត់មានទៅត្រង់ទេបងប្អូនយើងដែលបត់ស្ដាំគឺចូលឲ្យត្រូវកន្លើងអញ្ចឹងណាបាទហើយបើបត់ឆ្វេងឬក៏ទៅត្រង់បានបងធ្វើម៉េចចូលឲ្យតាមត្រូវតាមកន្លើងហ្នឹងទៅអញ្ចឹងវាមើលទៅឃើញថាបងប្អូនយើងធ្វើដំណើរឬក៏ការចតឈប់អីហ្នឹងគឺមានសណ្ដាប់ធ្នាប់ល្អតាមលំដាប់លំដោយអញ្ចឹងវាអត់ងាយនឹងបង្កគ្រោះថ្នាក់ទៅដល់អ្នកដំណើរដទៃទៀតទេបាទនេះគឺជាចំណុចមួយដែលល្អអញ្ចឹងណាបាទ